ជំរាបសួរបងប្អូនអ្នកគ្នាថ្ងៃនេះមកស្លប្រហើទេដែរបងប្អូនលេងប្រហើរាល់ថ្ងៃយ៉ាងមកហើយបើខ្ញុំថ្ងៃនេះក៏មានគ្រឿងអីច្រើនទេកាពិកប៉ុកអីស្លប្រងប្រាវអញ្ចឹងស្លអញ្ចឹងឆ្ងាញ់ណាស់បងប្អូនហើយខ្ញុំលេងប្រហុកជាមួយស្ករហ្នឹងហើយមកស្ទុះក្រោយមកខ្ញុំដាក់សាច់3ជាន់សាច់នឹងសាច់ប្រឡាក់ទេបងប្អូននេះត្រី2ស្លប្រហើផ្លែត្នោតទិញបានផ្លែត្នោត2ថងមកមួយថង1000ផ្លែត្នោតនោះហើយខ្ញុំដាក់លីងសាច់ត្រីលីងអីជាមួយគ្នានឹងហើយខ្ញុំលេងកុនយូរណាស់ដែរបងប្អូនពួកអីខ្ញុំចង់ឲ្យត្រីនឹងវាក្រៀមខ្លះហើយថ្ងៃនេះពិសេសណាស់រកបានផ្កាទឹកដោះស្លប្រហើឆ្ងាញ់ណាស់ផ្កាទឹកដោះហ្នឹងស្លប្រហើមិនស្លកកូរទេបងប្អូនដែលធ្លាប់សាអត់ហើយនេះស្លឹកងប់ហ្នឹងបេះមកថ្ងៃមុនហ្នឹងរៀងច្រើតដែរហើយក៏ទុកពាក់កដាលហើយថ្ងៃនេះក៏យកមកស្លប្រហើហើយនេះសាច់ត្រីខ្ញុំមកងោះរៀងឆ្អិនហើយប៉ុន្តែខ្ញុំចង់ឲ្យក្រៀមតិចទៀតខ្ញុំក៏ដាក់មកងោះសាច់ត្រីហ្នឹងក៏យូរដែរណាបងប្អូនខ្ញុំចង់ចិត្តកន្លះម៉ោងប៉ុន្តែវីដេអូនេះខ្ញុំកាត់សោះប៉ុណ្ណឹងហើយនេះផ្លែត្នោតទិញផ្សារអញ្ចឹងវាអត់សូវស្អាតទេបងប្អូនលាងទឹក2-3 ដងហើយផ្លែត្នោតនោះហើយមានសាច់ត្នោតសាច់អីអញ្ចឹងនេះខ្ញុំបានចាក់ទឹកចាក់អីច្បល់ហើយវាចូលជាតិហើយក៏ក្របទុកមកស្ទុះអីចឹងទៅតើវាពុះអីចឹងណារនឹកម្ហូបអត់រួចពីប្រហើហ្នឹងទេខ្ញុំប្រហែលថ្ងៃនេះប្រហើជាប់គ្នាហ្មងប្រហើតាពាំងប្រហើថាប្រហែលថ្ងៃនេះច្រឡប្រហើជាប់គ្នាដឹកមកហើយនេះតែថ្ងៃនេះគាត់ថាផ្លេចថាមានផ្កាទឹកដោះនេះដើរវាដូចកាលវីដេអូខ្ញុំមុនបង្ហាញដើរវាអញ្ចឹងស្លកកូររត់តែឆ្ងាញ់ទៀតណាបងប្អូនផ្កាទឹកដោះហ្នឹងដោយថារូបលើស្លមួយមុខនេះមានរុក្ខជាតិជាបែបផ្កាអីអញ្ចឹងគឺប្លែកម្យ៉ាងដែរប៉ុន្តែនៅកន្លែងខ្ញុំនេះលើខ្ញុំឡើងស្លញឹកញាប់ដែរវាអត់សូវប្លែកទេខាងអង្គភូមិណាអត់ដែលហូបអត់ដែលអីហ្នឹងសាកមើលអង្គភូមិប្លែកហើយឆ្ងាញ់ណាស់វាមានជាតិផ្កាមានអីចឹងឈ្ងុយអីចឹងអង្គភូមិហើយនេះខ្ញុំស្លចិត្តចាន់ហើយស្លឡើងមកឆ្នាំងធំហើយថ្ងៃនោះស្លហ្នឹងក៏មានប្អូននៅនឹងដែរនៅអ៊ីងគាត់នៅអ៊ីងហ្នឹងហើយទៅស្លរៀងច្រើនបន្តិចតែគាត់នឹងអត់សូវហូបបាយច្រើនដែរណាគាត់ចង់ថែរៀងហ្នឹងណានិយាយលេងឲ្យអង្គភូមិហើយនេះស្លខ្ញុំបានឆ្អិនហើយបន្លែអស់ហ្នឹងខ្ញុំបានក្របដាក់ខាងក្រោយគេមកអស់មកទូទៅមកចុះក្រោយអរគុណជម្រាបលា